បាទ Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទចន្ទរាណូនទាំងអស់គ្នានៅវីដេអូនេះគឺខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបធ្វើយ៉ាងម៉េចដើម្បីឲ្យយើងអាចលេង account Telegram បានច្រើនបង្កើត T2 មួយមកចូល new folder យើងដាក់ថា T2 អូខេអញ្ចឹងយើង paste ទៀតមកអញ្ចឹងវាបាន3 Telegram ហ្នឹងឃើញទេ3 application នៅលើ desktop របស់យើងហើយគ្រាន់តែថាវាទីតាំងខុសគ្នាទីតាំង location ផ្ទុក file បាទឃើញអត់ឃើញ3អត់អានេះគឺ scene របស់ខ្ញុំប្រើអានេះគឺខ្ញុំតេស្តឲ្យអ្នកនរគ្នាមើលទីមុខទី2បន្ទាប់ណាបន្ទាប់មកទី3បាទអញ្ចឹងគឺបាទ Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទចន្ទរាណូនទាំងអស់គ្នានៅវីដេអូនេះគឺខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបធ្វើយ៉ាងម៉េចដើម្បីឲ្យយើងអាចលេង account Telegram បានច្រើនជាក់ស្ដែងយើង Telegram មួយយើងត្រូវការលេខទូរស័ព្ទមួយដើម្បីបង្កើតអញ្ចឹងអឺរឿងហ្នឹងវាត្រឹមត្រូវហើយបើសិនជាអត់មានលេខទូរស័ព្ទទេយើងអាចបង្កើត Telegram account បានទេអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីអាចលេង account បានច្រើនជាក់ស្ដែងដូចជា Telegram ខ្ញុំនេះគឺខ្ញុំមាន3 account សម្រាប់ឲ្យអ្នកនរគ្នាមើលតេស្តហ្នឹងណា account ទី1 account ទី2និង account ទី3អញ្ចឹងយើងចង់ add account មួយទៀតចង់ add account ទី4 account ទី5អីទៅបើយើងចង់ប្រើច្រើន account ណាអញ្ចឹងយើងមិនត្រូវចុចការ add account ពេល add account ទៅគឺវាទាមទារឲ្យយើងនឹង subscribe ទៅលើ account premium អញ្ចឹងគេដាក់ថា you have reached the limit of 3 connect account មានន័យថាយើងនឹងមានaccount 3ហើយគឺតកតងទៅនឹង limit របស់វាគឺឲ្យយើងតែ3ហ្នឹងឯងអញ្ចឹងគេដាក់ថា you can free one space by subscribing to Telegram Premium អូខេវាចង់ឲ្យយើង subscribe ទៅលើ Telegram Premium អញ្ចឹងអ្នកទាំងអស់គ្នាមានលុយអ្នកទាំងអស់គ្នាអាច subscribe ទៅប៉ុន្តែខ្ញុំអត់មានលុយទេខ្ញុំអត់ចង់ subscribe ទេអញ្ចឹងខ្ញុំប្រាប់អ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នាដឹងថាធ្វើម៉េចដើម្បីបាន add Telegram account ទៀតបានអញ្ចឹងអត់អីពិបាកទេអ្នកទាំងអស់គ្នាចូលមកកាន់ desktop មកហើយអ្នកទាំងអស់គ្នាត្រូវមើល Telegram របស់អ្នកទាំងអស់គ្នាខ្ញុំសុំ minimize សិនអញ្ចឹង Telegram នេះគឺនៅនេះអញ្ចឹងអ្នកទាំងអស់គ្នាអាច right click មកright click យើងរកមើលពាក្យថាopen file location ចាយើងចុចមកបន្តមកទៀតអ្នកទាំងអស់គ្នានឹងឃើញពាក្យថា telegram.exe file អញ្ចឹងណាបើសិនជាអ្នកទាំងអស់គ្នាអត់ឃើញ telegram.exe file ទេអ្នកទាំងអស់គ្នារកមើលកន្លែងគេដាក់ថា view ចាំទីអ្នកទាំងអស់គ្នាអអូខេ view កន្លែងនេះសំទោសអ្នកទាំងអស់គ្នាអាចរកមើលកន្លែង view view ហ្នឹងហើយអ្នកទាំងអស់គ្នារកមើលជប់មានពាក្យថា show file extension នេះ name file extension អញ្ចឹងអ្នកទាំងអស់គ្នាអាច tick ហ្នឹងមកអញ្ចឹងខ្ញុំ tick ហើយអញ្ចឹងវាចេញ .exe ហើយបាទបន្ទាប់ពីចេញអញ្ចឹងហើយអ្នកទាំងអស់គ្នា copy file ហ្នឹងមក copy file ហ្នឹងមកយើងត្រូវទៅ paste នៅទីតាំងណាមួយអញ្ចឹងខ្ញុំជាក់ស្ដែងខ្ញុំសូមបង្កើតឲ្យអ្នកទាំងអស់គ្នាមើលសិនអ្នកទាំងអស់គ្នាចង់បង្កើតនៅកន្លែងណាក៏បានដែរខ្ញុំគ្រាន់តែបង្កើត test ទៅណាខ្ញុំសូមយកពាក្យថា new folder អីណា new យើងយកពាក្យថា folder អញ្ចឹងយើងដាក់មកដាក់ថា T1 មានតែសំដៅទៅលើ Telegram ហ្នឹងណាអញ្ចឹងយើងចូល T1 ហ្នឹងមកយើង right click មកយើង paste មកដូចថាយើងបាន copy ហើយអញ្ចឹងអឺចប់យើងបាន Telegram មួយទៀតហើយដែលថ្មីចាស់អញ្ចឹងTelegram មួយនេះគឺ Telegram មួយផ្សេងហើយយើងចង់ add account មួយទៀតគឺយើងអត់អាច add ដោយផ្ទាល់នេះបានទេគឺយើងត្រូវបង្កើត Telegram នៅលើ desktop ឬក៏នៅលើទីតាំងណាមួយផ្សេងទៀតណានៅលើ computer របស់អ្នកទាំងអស់គ្នាយើងអាច click មកពេល click មកវានឹង generate file ផ្សេងមាន T data ហើយនឹង log សម្រាប់Telegram នឹងឯងអញ្ចឹងយើងអាចចុចពាក្យថា start message មកអញ្ចឹងយើងអាច scan QR យើងអាចlog in តាមទូរស័ព្ទបានអញ្ចឹងណាបាទអញ្ចឹងគឺវីដេអូហ្នឹងមានតែប៉ុណ្ណឹងហើយបើសិនជាអ្នកទាំងអស់គ្នាប្រើទៅគឺដាក់ទៅបានតែ3ទៀតទេអូខេអញ្ចឹងបាន3ទៀតអ្នកទាំងអស់គ្នា copy អាហ្នឹងមួយទៀតមក copy អាហ្នឹងមួយទៀតយើងបង្កើត T2 មួយមកចូល new folder យើងដាក់ថា T2 អូខេ
ចឹងយើង paste ទៀតមកអូខេចឹងយើង click ទៀត click ទៀតវានឹងបានមួយទៀតឃើញទេចឹងវាបាន3 Telegram ហ្នឹងឃើញទេ3 application នៅលើ desktop របស់យើងហើយគ្រាន់តែថាវាទីតាំងខុសគ្នាទីតាំង location ផ្ទុក file បាទឃើញអត់ឃើញ3អត់អានេះគឺ scene របស់ខ្ញុំប្រើអានេះគឺខ្ញុំតេស្តឲ្យអ្នកនរគ្នាមើលទីមុខទី2បន្ទាប់បន្ទាប់មកទី3បាទអញ្ចឹងគឺងាយអញ្ចឹងយើងអាចចុចlogin តាមទូរស័ព្ទឥឡូវនេះយើងអាចចុច login តាមទូរស័ព្ទបានដូចគ្នាបើសិនជាវាមានយើង login ទៅគ្រប់3ហើយយើងអាចធ្វើអញ្ចឹងទៀតយើង copy file របស់ Telegram ហ្នឹងទៅហើយយើងបើកវាទៅបានហើយបាទអញ្ចឹងជាធម្មតាយើងប្រើតា Telegram account មួយឬក៏ពីរហ្នឹងបានហើយមិនចាំបាច់ប្រើច្រើនអញ្ចឹងទេប៉ុន្តែនេះគ្រាន់តែខ្ញុំថាចង់ឲ្យអ្នកនរគ្នាដឹងថាយើងធ្វើម៉េចដើម្បីអាច add Telegram account បានច្រើនអញ្ចឹងណាដែលអត់ចាំបាច់ subscribe ទៅលើ Telegram Premium ទេបាទវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងហើយជួបគ្នានៅវីដេអូក្រោយ see you next video bye bye កុំភ្លេច subscribe channel ខ្ញុំបាទអ្នកមួយផង